សួស្តីបេក្ខជនបាក់ឌុប2026ទាំងអស់គ្នាស្វាគមន៍មកកាន់ Channel របស់ខ្ញុំដែលមានឈ្មោះថាផ្លូវទៅកាន់បាក់ឌុបថ្ងៃនេះខ្ញុំមានសំណួរមួយចំនួនដែលយកមកចែកជូនបងប្អូនខ្ញុំគិតជាភាគរយអាចចេញនឹងភាគរយចេញច្រើនព្រោះថាសំណួរនេះវាចេញរៀងរាល់ឆ្នាំដែរក្នុងសំណួរទាំង5សំណួរនេះឆ្នាំនេះប្រហែលមិនចេញមួយក៏ពីរដែរឥឡូវមិនបងអង្គយូរយើងចូលមកមើលសំណួរទាំងអស់គ្នាសំណួរទី1គេសួរថាតើដំណើរពុកផុយមានឥទ្ធិពលដូចម្តេចខ្លះទៅលើផ្ទៃផែនដីហើយសំណួរទី2នោះគេសួរថាចូលរៀបរាប់ពីមូលហេតុសំខាន់នៃដំណើរពុកផុយមេកានិកនិងគីមីសំណួរទី3ចូលពណ៌នាពីការកកើតដីសំណួរទី4តើដីនៅប្រទេសកម្ពុជាត្រូវបានគេចែកចេញជាប៉ុន្មានប្រភេទអ្វីខ្លះសំណួរទី5ចុងក្រោយនោះគឺគេសួរថាតើដីប្រភេទណាខ្លះដែលបម្រើឲ្យវិស័យកសិកម្មបានល្អជាងគេសំណួរនេះបើតាមយើងគិតវានឹងងាយនឹងយកបន្ទុកតែបើសិនជាយើងអត់ចេះក្នុងពេលប្រឡងបាក់ឌុបយើងឆ្លើយឲ្យទៅបានអាហ្នឹងមិនងាយជាប់ទេសំណួរចំពោះមុខវិជ្ជាផែនដីមួយបើសិនតែយើងចេះអាហ្នឹងល្អហ្មងឥឡូវយើងចូលមកដល់ចម្លើយទី1ចម្លើយទី1គេឆ្លើយថាដំណើរពុកផុយមានឥទ្ធិពលទៅលើផែនដីដោយតទៅដោយភាគច្រើននៃសម្បកផែនដីផ្សំឡើងពីសិលាដំណើរពុកផុយអាចបំបែកជាបំណែកដំណើរពុកផុយមេកានិកមានចលនាយឺតហើយប្រើរយៈពេលយូរតែអាចធ្វើឲ្យសិលាបាក់បែករិចរិលបានដំណើរពុកផុយនេះធ្វើឲ្យផ្ទាំងសិលាត្រូវបានបែកជាបំណែកតូចនិងមានសន្តានផ្សេងគ្នាផ្ទាំងសិលាតូចដែលទើបនឹងបែកបាក់ថ្មីមានជ្រុងបាក់អស់រហូតមានរាងមូលហើយរលោងម្យ៉ាងទៀតដំណើរពុកផុយគីមីមានឥទ្ធិពលលើសិលាដោយដំណើរពុកផុយគីមីធ្វើឲ្យសមាសធាតុខនិច្ចនៃសិលាត្រូវផ្លាស់ប្ដូរនិយាយរួមដំណើរពុកផុយទាំងមេកានិកនិងប្រែប្រួលសមាសធាតុខនិច្ចហើយវាក៏ធ្វើឲ្យផែនដីមានសន្តានផ្សេងគ្នាផងដែរសំណួរទី1នេះបើតាមយើងគិតយើងអាចនឹងពិបាកយល់បន្តិចបើតាមសម្រាប់ខ្ញុំខ្ញុំរៀនទី12អាហ្នឹងខ្ញុំទិញឲ្យចាំតែហ្មងព្រោះបើតាមយល់សំណួរទី1នេះតើណាយើងដាក់ការគិតឲ្យហ៊ានជ្រៅបន្តិចសំណួរទី2ចម្លើយទី2គេឆ្លើយថាមូលហេតុសំខាន់នៃដំណើរពុកផុយមានដូចជាដំណើរពុកផុយមេកានិកបណ្ដាលមកពីកំណកនឹងការរលាយសីតុណ្ហភាពការលូតលាស់នៃរុក្ខជាតិសកម្មភាពសត្វនិងការសឹកដំណើរពុកផុយគីមីមកពីមូលហេតុដូចជាទឹកអុកស៊ីសែនកាបូនឌីអុកស៊ីតសារពាង្គកាយមានជីវិតនិងភ្លើងអាស៊ីតសំណួរនេះយើងអាចនឹងឆាប់ចាំនិងឆាប់យល់ហើយវាខ្លីងាយនឹងឆាប់ទិញឆាប់ចាំចម្លើយទី3នោះគេឆ្លើយថាដីកកើតដោយសារអន្តរកម្មរវាងសិលាជាមួយអាកាសធាតុកត្តាជីវៈនិងវដ្តធារាសាស្ត្រនៅតំបន់1ជំហានទី1នៃដំណើរកំណើតដីគឺការបំបែកសិលាតាមបាតុភូតរូបឬមេកានិកនិងបាតុភូតគីមីដែលហៅថាដំណើរពុកផុយដីកើតឡើងនៅកន្លែងដែលមានសិលាមេពលគឺកើតឡើងនៅត្រង់កន្លែងឬនៅមិនឆ្ងាយពីរុក្ខធាតុមេដូចជាសិលាក្រាស៊ីលអិតសិលាបាសាល់ថ្មកំបោរយើងអាចមើលឃើញនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្នដីកើតពីដំណើរពុកផុយនៃសារធាតុកំអែលភ្នំភ្លើងដូចជាប្រភេទដីនៅភូមិភាគឦសាននៃប្រទេសកម្ពុជាជាដើមដីនៅតំបន់វាលរៀបនៃប្រទេសកម្ពុជាបានកើតឡើងនិងកំពុងតែបន្តកើតឡើងដោយសារដីល្បាប់ដែលហូរបញ្ជូនតាមទឹកទន្លេមេគង្គនិងទន្លេសាបចំពោះសំណួរទី3នេះវារៀងវែងដែរបើសិនជាយើងទន្ទិញយើងអាចទាមទារការយល់ក៏បានការចងចាំក៏បានហើយសំណួរទី4នោះ
ចំណុចទី4នោះវាឆ្លើយថាដីនៅប្រទេសកម្ពុជាត្រូវបានចែកជា4ប្រភេទសំខាន់ដែលមានលក្ខណៈនិងទីតាំងខុសៗគ្នាដូចខាងក្រោមទី1ដីសាលាក្រែលេខសាច់ជាប្រភេទដីដែលគ្របដណ្ដប់នៅតំបន់ប្រជុំភ្នំតំបន់មាត់សមុទ្រនិងភាគខាងកើតទន្លេមេគង្គរហូតដល់ខ្ពង់រាបឆ្លងដីប្រភេទនេះស័ក្តិសមបំផុតសម្រាប់ការលូតលាស់នៃព្រៃឈើ2ដីក្រហមនិងដីសិលាបាសាល់ជាដីដែលមានជីវជាតិខ្ពស់ល្អបំផុតសម្រាប់ដំណាំឧស្សាហកម្មដូចជាកៅស៊ូម្រេចស្វាយចន្ទីនិងដំណាំហូបផ្លែផ្សេងៗទី3ដីខ្សាច់ភាគច្រើនមានវត្តមាននៅតំបន់ទំនាបឬតាមបណ្ដាខេត្តជាប់សមុទ្រដែលជាទូទៅត្រូវការថែទាំឬការដាក់ជីបន្ថែមដើម្បីធ្វើកសិកម្មទី4គឺដីល្បាយដីឥដ្ឋជាដីដែលមានលក្ខណៈតឹងរក្សាទឹកបានល្អជារឿយៗត្រូវបានគេប្រើប្រាស់ក្នុងការដាំដុះស្រូវនិងសាំងសង់ទី5ចុងក្រោយនោះគឺដីល្បាប់ជារឿយៗត្រូវបានគេរកឃើញនៅតាមជាពិសេសទន្លេមេគង្គទន្លេបាសាក់ទន្លេសាបដីប្រភេទនេះមានជីវជាតិខ្ពស់និងអំណោយផលខ្លាំងសម្រាប់វិស័យកសិកម្មចម្លើយទី5ចុងក្រោយនោះគឺគេឆ្លើយថាដីដែលបម្រើឲ្យវិស័យកសិកម្មបានល្អជាងគេគឺដីសាលាក្រែលេខសាច់ដីក្រហមឬដីសាលាបាសាល់ដីខ្សាច់និងដីល្បាប់ហើយសំណួរនិងចម្លើយទាំងអស់នេះបើតាមយើងគិតអាហ្នឹងយើងទាមទារការយល់ផងនិងការចងចាំផងតែប្រសិនបើយើងចាប់ទាំងពីរចំណុចទាំងពីរនឹងបានលទ្ធផលបាក់ឌុបនៅមុខវិជ្ជាផែនដីនេះនៅពេលថ្ងៃប្រឡងបាក់ឌុបហើយនៅពេលការប្រកាសលទ្ធផលយើងនឹងដឹងថាសមត្ថភាពដែលយើងខំប្រឹងរៀនពីដើមឆ្នាំរហូតមកដល់ចុងឆ្នាំថាវាបានបែបណាឬក៏បែបណាជាចុងក្រោយខ្ញុំសូមអរគុណនិងសូមជម្រាបលាបើសិនជាមានការអានទៅខុសឬក៏ការសរសេរខុសបន្តិចបន្តួចសូមមេត្តាអធិស្ឋានផងសូមជម្រាបលា